Chấm puốc tí pramអំពីគ្រួសារផ្នែកទី1អំពីកូនមានខានស្លាមាត្រា82កូននឹងទុកជាកូនមានខានស្លាលុះត្រាតែកូននោះកើតមកពីឪពុកម្ដាយដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានិងលុះត្រាតែម្ដាយនៃកូននោះមានគភ៌ក្នុងរយៈពេលដែលឪពុកម្ដាយនៅជាប់ចំណងអាពាហ៍ពិពាហ៍នឹងគ្នាបានន័យថាកូនដែលកើត180ថ្ងៃយ៉ាងតិចក្រោយថ្ងៃរៀបអាពាហ៍ពិពាហ៍ឬក្នុងរយៈពេល200ថ្ងៃគិតពីថ្ងៃដាច់ចំណងអាពាហ៍ពិពាហ៍មាត្រា83កូនដែលកើតក្នុងរយៈវេលាតិចជាង180ថ្ងៃគិតពីថ្ងៃរៀបអាពាហ៍ពិពាហ៍នឹងទុកថាកូនរបស់ប្តីនៃម្ដាយបានកាលបើមានភស្តុតាងច្បាស់ថាប្តីនេះបានដឹងថាប្រពន្ធរបស់ខ្លួនមានផ្ទៃពោះតាំងពីមុនរៀបអាពាហ៍ពិពាហ៍មកម្លេះឬក៏ព្រមទទួលស្គាល់ថាខ្លួនជាឪពុករបស់កូននោះបើមិនដូច្នេះទេប្តីរបស់ម្ដាយនៃកូននោះអាចបដិសេធថាខ្លួនមិនមែនជាឪពុករបស់កូននោះបានដោយមិនចាំបាច់បង្ហាញភស្តុតាងថាខ្លួនមិនមែនជាឪពុកមាត្រា84កូនដែលកើតក្នុងលក្ខខណ្ឌនៃពេលដែលមានចែងក្នុងមាត្រា82ជាភស្តុតាងយ៉ាងមាំតម្រូវឲ្យសន្មតថាប្តីនៃម្ដាយគឺពិតជាឪពុករបស់កូននោះប្តីនៃម្ដាយអាចមិនទទួលស្គាល់ថាកូននោះជាកូនរបស់ខ្លួនបានលុះណាតែប្តីនោះប្តឹងបដិសេធបេតុភាពមាត្រា85ការប្តឹងប្រកែកមិនទទួលស្គាល់បេតុភាពត្រូវប្តីប្តឹងពីម្ដាយនិងពីកូនចំពោះមុខតុលាការប្រជាជនខាងលំនៅនៃម្ដាយក្នុងរយៈពេល2ខែគិតពីថ្ងៃដែលខ្លួនបានដឹងពីកំណើតនៃកូននោះមាត្រា86ប្តីត្រូវជូនភស្តុតាងថាកាលប្រពន្ធខ្លួនមានគភ៌ក្នុងរយៈពេលដែលច្បាប់បានកំណត់នោះខ្លួនមានវិបត្តិខាងរូបកាយមិនអាចរួមដំណេកជាមួយម្ដាយនៃកូននោះបានទេវិបត្តិខាងរូបកាយដែលពុំអាចឲ្យរួមដំណេកបាននោះអាចកើតមកពីហេតុពីរយ៉ាង1ប្តីប្រពន្ធរស់នៅដាច់ឆ្ងាយពីគ្នា2ប្តីគ្មានពលានុភាពបណ្ដាលមកពីកាយវិកលកម្មដែលមិនអាចឲ្យបន្តពូជបានមាត្រា87ទាយាទខាងប្តីអាចនឹងប្តឹងបដិសេធកូននោះជួសបានក្នុងរយៈពេលដែលមានចែងក្នុងមាត្រា85ប្រសិនបើប្តីនោះមិនអាចប្តឹងបានដោយប្តីនោះស្លាប់បាត់ខ្លួនឬក៏ឈួតលាលាទាយាទខាងប្តីអាចនឹងបន្តការប្តឹងបដិសេធកូននោះបានប្រសិនបើក្នុងរយៈពេលដែលមានចែងក្នុងមាត្រា85ក្តីនោះមានប្តឹងបដិសេធរួចហើយស្លាប់បាត់ខ្លួនឬក៏ឈួតលាលាមាត្រា88សាលក្រមដែលសម្រេចទទួលបណ្ដឹងបដិសេធនោះទុកជាត្រឹមត្រូវបង្គាប់ឲ្យលុបឈ្មោះប្តីនោះចេញពីបញ្ជីសម្បត្តិកំណើតរបស់កូនហើយឲ្យដកត្រកូលឪពុកចេញពីកូនដោយយកត្រកូលម្ដាយដាក់ជំនួសវិញមាត្រា89ត្រូវបញ្ជូនសេចក្តីសម្រេចនៃសាលក្រមទៅឲ្យមន្ត្រីអត្រានុកូលដ្ឋានដែលបានធ្វើសម្បត្តិកំណើតរបស់កូននោះដើម្បីឲ្យចម្លងដាក់ក្នុងបញ្ជីសម្បត្តិកំណើតហើយចុះនិទ្ទេសនៅរឹមទំព័រនៃសម្បត្តិកំណើតដែលត្រូវកែនោះ